អាហារគឺវាមានសារៈប្រយោជន៍ចំពោះសុខភាពរបស់មនុស្សយើងជាច្រើនទៅតាមប្រភេទនៃអាហារនៅក្នុងប្រទេសកម្ពុជាយើងគឺសម្បូរទៅដោយអាហារប្រភេទនេះជាច្រើនណាស់ជាពិសេសនៅតាមតំបន់ស្រុកស្រែចម្ការប៉ុន្តែមានប្រជាជនមួយចំនួនមិនទាន់យល់ដឹងពីអត្ថប្រយោជន៍របស់វានៅឡើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ប្រភេទបន្លែទាំងផ្លែ4ប្រភេទ 1. ការ៉ុតត្រូវបានដឹងបានយ៉ាងយូរហើយថាពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែកដោយសារតែវាមានផ្ទុកនៃសារជាតិវីតាមីន A ដ៏ច្រើន 2. ផ្លែបឺគឺជាប្រភេទអាហារម្យ៉ាងក្នុងចំណោមពពួកអាហារដែលសម្បូរទៅដោយសារជាតិបំប៉នជាច្រើនដូច្នេះវាគ្មានអ្វីចម្លែកនោះទេដែលថាពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក 3. ស៊ុតគឺពិតជាប្រភពដ៏ប្រសើរបំផុតនៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជាវីតាមីន A, Zinc, Lutein, Lecithin, វីតាមីន B12, វីតាមីន D និង Cysteine 4. ផ្កាខាត់ណាខៀវគឺជាប្រភពដ៏ល្អនៃសារជាតិវីតាមីន C, កាល់ស្យូម Lutein, Zeaxanthin និង Sulfonapine 5. ស្ពៃក្តោបច្រើនមុខស្ពៃក្តោបប្រភេទផ្សេងជាច្រើនក៏ដូចជា spinach ផងដែរវាគឺជាប្រភពដ៏ល្អនៃសារជាតិវីតាមីន A, Lutein និង Zeaxanthin 6. ផ្លែប៉េងប៉ោះគឺមានផ្ទុកនៃសារជាតិវីតាមីន C និង lycopene ដ៏ខ្ពស់ដែលវាជាសារជាតិបំប៉នពីរប្រភេទយ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក 7. គ្រាប់កាល់ឈូករ៉ុតគ្រាប់កាល់ឈូករ៉ុតមានផ្ទុកសារជាតិសេលេនីយ៉ុមដែលវាជាសារជាតិបំប៉នមួយប្រភេទដែលអាចការពារញាក់ពីជំងឺភ្នែកឡើងបាយនិងជំរុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក 8. ខ្ទឹមសខ្ទឹមសមានផ្ទុកសារជាតិសេលេនីយ៉ុមនិងសារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដទៃទៀតមានដូចជាវីតាមីន C និង quercetin 9. ត្រីសាម៉ុញគឺសម្បូរទៅដោយអាស៊ីតខ្លាញ់ត្រី Omega 3 ដែលវាមានសារៈប្រយោជន៍យ៉ាងខ្លាំងក្នុងការរក្សាការពារសុខភាពភ្នែកបានទាំងស្រុងវាក៏មានផ្ទុកផងដែរនៅអាស៊ីតហ្វូលិកវីតាមីន B12 វីតាមីន B6 និងវីតាមីន A